cái cho một bọt để chôn á thời ca sầm mày của bùa đài rồi xa nơi bên để nhom cái cho mọi phía nhiêu nhom tay pin đứt mưa tầm rồng cho một đào một cột hay ca pin đứt mưa nó mình còn đã chụp to lên chỉ tụt tới cứ nhom miền ca thọt tục mồn hai bên ban mưa hụt thọt ấy nhom co sầm mày tha tao cho một cột nắng của tầm làng tung lập biển na của cái này na trong cho một thông pe thời ca o đôn cho một thông pe o miền cặp bột trong thời chút chân ọt trong cho một quạt thoáng trong cho một quạt bia ấy cứ nhúng thử mưa đằng môn tầng ọt ấy phần này mới tiết nút đấy cứ chỉ ca cung bọt về anh nó có sầm khăn này để sang các cái sầm phó dưỡng thử cung viêm môn phụ ấy nó bây giờ dưỡng chấp đam căn cặp bật vé dưỡng thử đằng cùng đục ná để dưỡng thử cắt rồi sang dương mình sẽ tập cắt tam chất tê phụ ca cắt tam chất dưỡng để ọt ban bọt về muốn biết thời là bỏ nắng cứ vì ọt smile kia vì ai cắt sạch lơ được cọc qua vì phụ ấy luôn pran dưỡng vì miền space làm trong xây cái đòi thử miền ca bọt về trầm trầm mình hay bị ca cho món nhung của miền đó sẽ cam xin tiết đaiក្នុងការថែរក្សាសម្ផស្សហើយម្នាក់មកតម្រង់ចំហដូចគ្នា100នាក់មុខខុសគ្នាតាំង100នាក់តម្រង់ធ្គាមតម្រង់បបេម៉តម្រង់ភ្នែកតម្រង់ចំហអញ្ចឹងក៏ត្រូវគិតដែរតើគួរកែរបៀបណាឲ្យគាត់បានស្អាតគ្រប់គ្នាវិញទៀតភ្ញៀវខ្លះមិនមែនថាគាត់ចង់មកកាត់ស្លាប់ចំហយើងត្រូវតែកាត់ជូនគាត់ទេដោយសារពេលខ្លះយើងកាត់តែស្លាប់ចំហទៅទេវាឆ្កងកាត់ឲ្យដូចអត់កាត់ចឹងមើលសឹងតែមិនប្លែកអញ្ចឹងហើយបានថាបើយើងចង់ស្អាតគ្រូប៉ែតែងតែណែនាំឲ្យគួរកែចំណុចណាខ្លះយើងត្រូវមើលទាំងភ្នែកទាំងចំហទាំងស្លាប់ចំហទាំងចកាទាំងបបេម៉ទាំងធ្គាមតម្រង់មុខទាំងមូលធ្វើម៉េចឲ្យវាសាក់1ម៉ែត្រសមហើយកែឲ្យស្អាតទៅណាមកណាឲ្យគេទៅសើសម្រាប់ការកែតបោភ្នែកក៏យើងត្រូវគិតទៅលើស្លាកស្នាមយើងត្រូវកាត់ម៉េចឲ្យស្មើកាត់ម៉េចឲ្យស្នាមតិចតម្រឹមស្បែកលើស្បែកក្រោមឲ្យត្រូវគ្នាការថែទាំលបួរការដេធ្នេប្រកបធ្នេនៅលើអីការណាត់ថ្ងៃកាត់ចេះថែទាំលបួរឲ្យទៅគិតច្រើនណាស់ដើម្បីឲ្យម្នាក់កែឲ្យស្អាតមួយវិញទៀតក៏ត្រូវមានការពិគ្រោះមុនការវះកាត់ដែរដោយសារអីយើងមិនអាចដឹងថាភ្ញៀវស្រឡាញ់របៀបណាទេតើយើងបាននិយាយមួយភ្ញៀវយើងចង់ដឹងថាអារម្មណ៍គាត់ស្រឡាញ់បែបណាហើយយើងក៏ត្រូវពិនិត្យស្បែកមុខគាត់ទម្រង់មុខគាត់តើគាត់គួរផ្នែកកែផ្នែកណាខ្លះដែរដោយសារពួកគាត់មិនមែនគ្រូពេទ្យទេអញ្ចឹងពេលខ្លះអ្វីដែលគាត់គិតនឹងអាចឆ្កងនៅពេលដែលកែចេញហើយអញ្ចឹងយើងជាគ្រូពេទ្យនឹងក៏ត្រូវពិគ្រោះមួយភ្ញៀវណាទៀតការជួបគ្រូពេទ្យនេះគឺសំខាន់ពីព្រោះអីបងប្អូនត្រូវស្គាល់ដុកទ័រកែសម្ផស្សមួយណាជាអ្នកកាន់កាបិតវះឲ្យបងប្អូនដោយសារការកែសម្ផស្សវាមិនមែនកែភ្លាមស្អាតភ្លាមទេវាត្រូវការមើលសុវត្ថិភាពក្រោយការវះកាត់ចាប់ពី3ខែ6ខែ1ឆ្នាំ2ឆ្នាំតើវាពិតជាមានសុវត្ថិភាពមែនអត់អញ្ចឹងការស្គាល់ដុកទ័រគឺវាសំខាន់ណាស់ជាច្រើនអាចប្រឹក្សាជូនបងប្អូនប៉ុន្តែបងប្អូនត្រូវតែដឹងអ្នកណាជាអ្នកវះកាត់ជូនបងប្អូនលទ្ធផលក្រោយការវះកាត់ស្អាតមិនស្អាតគឺទៅលើទឹកដៃគ្រូពេទ្យនីមួយបងប្អូនស្រឡាញ់គ្រូពេទ្យណាជឿទុកចិត្តលើគ្រូពេទ្យណាបងប្អូនទុកចិត្តឲ្យគាត់ធ្វើការវះកាត់ជូនទៅសម្រាប់ការវះកាត់តែតែមានការហើមជួមវាជារឿងធម្មតាបងប្អូនរងចាំមើលលទ្ធផលចាប់ពី2អាទិត្យទៅ1ខែបានបងប្អូនអាចដឹងទម្រង់ដែលបងប្អូនទទួលបានហើយសុវត្ថិភាពវិញគឺចាំដល់6ខែឡើងបានយើងអាចដឹងថាការវះកាត់នេះវាផ្ដល់សុវត្ថិភាពកម្រិតណាហើយការណែនាំរបស់គ្រូពេទ្យមួយគឺវាអាចខុសគ្នាអញ្ចឹងបងប្អូនវះកាត់ជាមួយពេទ្យណាបងប្អូនត្រូវទទួលការណែនាំការហូបចុកហូបសាច់ឲ្យបានគ្រប់គ្រាន់ប្រូតេអ៊ីនការញ៉ាំថ្នាំឲ្យបានទៀងទាត់និងការលាងសម្អាតរបួសនិងការថែទាំរបួសក្រោយការវះកាត់បងប្អូនត្រូវតែធ្វើឲ្យបានដើម្បីធានាសុវត្ថិភាពនិងការជាសាសឲ្យបានល្អដល់ថ្ងៃកាត់ចេះក៏ត្រូវមើលដែរតើរបួសនោះវាជាសាសអត់កាលណាជាសាសមិនទាន់ល្អទេគ្រូពេទ្យមានការណែនាំបន្ថែមទៀតដើម្បីឲ្យបងប្អូនយកទៅអនុវត្តដើម្បីធានាបានសុវត្ថិភាពនៃខ្ទង់ច្រមុះសម្រាប់សន្លាក់ស្នាមក្រោយការវះកាត់វាតែងតែមានស្នាមហើយប៉ុន្តែគ្រូពេទ្យគេតែងតែគិតគូរដល់ការធ្វើម៉េចឲ្យស្នាមនឹងវាតិចបំផុតវាអាចលាក់បាំងកុំឲ្យវានៅលើគោគេឆាប់សង្កេតឃើញហើយអ្វីដែលខ្ញុំជាគ្រូពេទ្យវះកាត់តែងតែចង់ផ្ដល់ជូនអតិថិជននឹងគឺភាពស្រស់ស្អាតនឹងពីព្រោះគាត់ចំណាយលុយអញ្ចឹងយើងនឹងផ្ដល់ឲ្យគាត់ភាពស្រស់ស្អាតដែរបន្ថែមពីភាពស្រស់ស្អាតនឹងគឺយើងក៏គិតដល់សុវត្ថិភាពដែរតើចំមុះនឹងត្រូវធ្វើឡើងត្រូវដោះដូរ 4-5 ឆ្នាំម្ដងឬក៏ធ្វើតែម្ដងបានរហូតយើងត្រូវតែផ្ដល់សុវត្ថិភាពជារៀងរហូតដល់អតិថិជនសម្រាប់ការកែផ្នែកផ្សេងទៀតដូចគ្នាទាំងចង្កាទាំងភ្នែកតាំងបបោមាត់ទាំងស្លាបច្រមុះតាំងបន្តឹងស្បែកមុខគឺយើងចង់កែឲ្យគាត់បានសភាពស្អាតប្រើប្រាស់បានដោយសុវត្ថិភាពមិនមានការចាំបាច់ដោះដូរច្រើនដងទេក៏ចង់ឲ្យអតិថិជនគាត់សប្បាយចិត្តនឹងលទ្ធផលដែលគាត់ទទួលបានផងដែរអរគុណពីខ្ញុំបាទវិជ្ជបណ្ឌិតឯកទេសឌីរ៉ាស៊ី